នេះគឺជារបៀបមូរសក់សម្រាប់ទៅញ៉ាំការឬក៏កម្មវិធីជប់លីងខូបកណើតអីផ្សេងៗណាបងប្អូនយើងអាចមូរសក់បានដោយខ្លួនឯងដោយមិនបាច់ទៅហាងទេគឺយើងមូរចាប់ម្ដងមួយស្ទាប់មូរអញ្ចឹងបងប្អូនអស់វាឲ្យរៀងត្រង់គល់បន្តិចមកបន្ទាប់មកគឺយើងចាប់ម្ដងមួយស្ទាប់អស់មូរអស់អញ្ចឹងមកនេះបងប្អូននេះឃើញរួញល្អហើយមិនចំណាយលុយច្រើនក្នុងការទៅហាងសាឡននេះយើងចាប់មួយស្ទាប់អស់គល់មកដើម្បីឲ្យត្រង់គល់អញ្ចឹងណាបងប្អូនហើយចាំយើងមកមូរកន្លែងខាងចុងវិញបងប្អូនឃើញនេះស្រួលងាយសម្រាប់បងប្អូនយើងដែលគាត់មានកម្មវិធីតិចតួចទៅញ៉ាំអីពេលល្ងាចតិចតួចអញ្ចឹងណាមិនចាំបាច់ចំណាយពេលទៅសាឡនឲ្យខាតលុយនិងខាតពេលវេលាអីទេធ្វើដោយខ្លួនឯងនៅផ្ទះលឿនចំណាយពេលវេលាតា15នាទីហ្នឹងគឺហើយណាបងប្អូនឃើញនេះចាប់មកស្ទាប់អញ្ចឹងមកសិតវាឲ្យត្រង់បន្ទាប់មកចាប់ដើមមូររួយបន្តិចម្ដងមកស្រួលណាបងប្អូនហើយយើងទៅដើរលេងក៏បានដែរបងប្អូនមិនបាច់តែទៅកម្មវិធីខូបកណើតឬកម្មវិធីអីទេមូរទៅដើរលេងដូចជាទៅផ្សារទំនើបផ្សារអីចឹងទៅក៏យើងមូរបានទៅញ៉ាំអីល្ងាចអីចឹងណាឃើញទេបងប្អូនមូររួញប៉ុណ្ណឹងមកវាស្អាតលឿនមិនចាំបាច់មានអីញ៉ៃច្រើនអញ្ចឹងណាអញ្ចឹងហើយគឺល្អសម្រាប់បងមិត្តនារីយើងចាអាចធ្វើតាមវិធីនេះបានស្រួលទេបងប្អូនស្រួលទេអត់មានអីពិបាកទេឃើញគាត់ថាយើងទុកខាងចុងហ្នឹងឲ្យវារៀងក្តៅបន្តិចទៅនេះបងប្អូននេះធ្វើសិតសក់ឲ្យយើងអាឡូងអញ្ចឹងមកណាសិតសក់យើងឲ្យយើងអាឡូងបន្តិចអញ្ចឹងមកនេះឃើញទេប៉ុណ្ណឹងបានបាត់ហើយបងប្អូនចាគឺស្រួលទេហើយយើងចង់លើកក៏បានចង់តម្លាក់ក៏បាននិយាយទៅស្អាតទាំងអស់យើងលើកក៏ស្អាតយើងតម្លាក់ក៏ស្អាតដែរបងប្អូនអាចចាំទស្សនាមើលខាងចុងវីដេអូគឺស្រួលបានគ្រប់បែបឃើញទេបងប្អូនស្អាតទេសាមញ្ញសុភាពចាឃើញទេបងប្អូនគឺរួញសាមញ្ញសុភាពមិនកញ្ញែងកញ្ញាំងពេកបងប្អូនអាចនេះជ្រងយកដៃជ្រងតិចមកគឺស្អាតហ្មងបើសិនជាបងប្អូនខ្លះគាត់ចង់ជាប់បានយូរគឺគាត់ប្រើ spray តិចណាបងប្អូនតែសម្រាប់ដូចខ្ញុំអញ្ចឹងគឺខ្ញុំអត់ប្រើ spray ទេចង់ឲ្យវារលាបែបធម្មជាតិអីអញ្ចឹងណាចាវារលាស់បែបធម្មជាតិមិនចាំបាច់ប្រើ spray ទេបងប្អូនអរគុណច្រើនបងប្អូនសូមបងប្អូនជួយ subscribe មួយផងដើម្បីមានវីដេអូលើកក្រោយទៀត